ការពិតនៃជីវិតគឺសាមញ្ញបំផុតគ្មានអ្វីដែលធ្វើមិនបានហើយក៏គ្មានកន្លែងណាដែលទៅមិនរួចដែរបើអ្នកហ៊ានដោះលែងខ្លួនឯងចេញពីពាក្យថាមិនអះឈប់សម្លឹងមើលនាឡិការួចខ្លាចថាវានឹងដើរហួសប៉ុន្តែត្រូវចាប់ផ្ដើមធ្វើឲ្យរាល់វិនាទីដែលវាដើរខ្ញុំទទួលស្គាល់ថាខ្ញុំមិនមែនជាមនុស្សម្នាក់ដែលល្អគ្រប់10ទេហើយបើសិនជារយៈពេលកន្លងមកការស្រឡាញ់របស់ខ្ញុំទៅកាន់អ្នកវាគ្រាន់តែជាការរំខានជីវិតអ្នកឲ្យខ្ញុំសុំទោសផងបើសិនជាការស្រឡាញ់របស់ខ្ញុំហើយនឹងក្រៅពីអូនមានអ្នកណាស្រឡាញ់បងព្រោះគេដឹងបងជាសង្សារទោះពេលអូនតែនៅឆ្ងាយពីបងហើយមានប្រាប់ផ្សេងដែលសង្ហាជាងបងចូលមកក្បែរចាំញ៉ៃអូនតែបែរដូនអូននៅគ្មានអារម្មណ៍ទោះគេនោះសំនៃផ្អែមយ៉ាងណាទោះបី